សម្រាប់ការធ្វើខ្ទឹមនេះគឺខ្ញុំមានខ្ទឹមសកន្លះគីឡូដែលយើងបកសម្បកឲ្យស្អាតហើយនឹងចិត្តក្បាលចង្កន្ទុយសម្រាប់ខ្ទឹមដែលដុំធំគឺយើងអាចពុះវាជា2ឬជា3បានបន្ទាប់មកយើងយកវាមកច្របាច់ជាមួយអំបិលពេលដែលយើងច្របាច់ជាមួយអំបិលមកស្ទុះហើយគឺវាចេញទឹកបែបនេះបន្ទាប់ពីហើយគឺយើងអាចយកវាមកលាងទឹកពីប៊ីទឹកទៅរហូតដល់ទឹកយើងឡើងថ្លាស្អាតយើងដាក់វាសម្រស់នៅក្នុងកញ្ច្រែងទុកមួយឡែកសិនបន្ទាប់មកទៀតគឺយើងមកធ្វើទឹកដើម្បីត្រាំវាម្ដងគឺសម្រាប់គ្រឿងផ្សំគឺយើងមានទឹកស្អាត1ចានចង្កឹះទឹកខ្មេះកន្លះចានហើយសម្រាប់ទឹកខ្មេះគឺខ្ញុំប្រើជាប្រភេទនេះគឺជារបស់ខ្មែរបន្ទាប់មកទៀតស្ករស1ចានចង្កឹះអំបិល2ស្លាបព្រាបាយហើយយើងយកល្បាយទាំងអស់ហ្នឹងយើងទៅដាំលើភ្លើងឲ្យវាពុះរហូតដល់គ្រឿងរបស់យើងហ្នឹងរលាយចូលក្នុងទឹកសម្រាប់បងប្អូនដែលមានកែវថ្មយើងអាចយកខ្ទឹមដែលយើងសម្រស់ហ្នឹងរៀបក្នុងកែវទៅពេលដែលទឹកយើងពុះយើងបិទភ្លើងហើយគឺយើងយកទឹកហ្នឹងចាក់ចូលក្នុងកែវភ្លាមអត់ចាំទុកដល់ត្រជាក់ទេប៉ុន្តែដោយសារតែខ្ញុំអត់មានកែវថ្មអញ្ចឹងនៅពេលបិទភ្លើងភ្លាមខ្ញុំធ្វើការចាក់ខ្ទឹមចូលទុកឲ្យត្រជាក់ចាំយើងច្រកដាក់កែវជាការស្រេច